សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបង្ហាញអំពីធ្វើបាញ់ហយទឹកត្រីចាអាចញ៉ាំជាមួយបង្គាឬក៏ឆាសាច់គោជាមួយខ្ទឹមបារាំងចាខ្ញុំជាដំបូងខ្ញុំឆាសាច់គោមួយខ្ទឹមបារាំងខ្ញុំដាក់ខ្ទះខ្លាញ់បំពងខ្ទឹមសិនបន្ទាប់ពីបំពងខ្ទឹមខ្ញុំដាក់សាច់គោចូលបន្ទាប់ពីខ្ញុំដាក់សាច់គោហើយខ្ញុំធ្វើការដាក់គ្រឿងដូចជាម្សៅស៊ុបមួយចុងស្លាបព្រាបាយចាស្ករសមួយចុងស្លាបព្រាបាយហើយនឹងម្សៅស៊ុបមួយចុងស្លាបព្រាបាយបន្ទាប់មកខ្ញុំកូរឲ្យឆ្អិនសាច់បន្តិចទៅបន្ទាប់មកខ្ញុំដាក់ទឹកត្រីបន្តិចរួចខ្ញុំដាក់ម្រេចចូលបន្ទាប់ពីដាក់ម្រេចហើយខ្ញុំធ្វើការកូរឲ្យចូលជាតិគ្នាទៅវិញទៅមកខ្ញុំធ្វើការដាក់ខ្ទឹមបារាំងចូលរួចខ្ញុំកូរឲ្យសព្វបន្ទាប់ពីសាច់យើងនឹងខ្ទឹមបារាំងចូលជាតិគ្នាហើយចាយើងបានឆ្អិននៅសាច់ដែលយើងឆារួចហើយខ្ញុំធ្វើការបាញ់ហយខ្ញុំដាក់ជាមួយនឹងខ្លាញ់និងខ្ទឹមចាស្លឹកខ្ទឹមចាខ្ញុំយកមកលាបតាមតសៃមួយទៅនេះខ្ញុំធ្វើការលាបរួចចាយកមកញ៉ាំជាមួយនឹងបាញ់ហយគឺមានសាឡាត់និងត្រសក់ហើយជីចាអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយយើងអាចទឹកត្រីយើងអាចលាយតាមចំណង់ចំណូលចិត្តដែលយើងចូលចិត្តការលាយទឹកត្រីនេះអត់ពិបាកទេគឺយើងប្រើស្ករត្នោតនិងដាំទឹកជាមួយនឹងទឹកត្រីដាក់ប៊ីចេងបន្តិចទៅចាអរគុណពុកម៉ែបងប្អូន